ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានាងខ្ញុំម្ចាស់ Page Cooking with Dada ថ្ងៃនេះខ្ញុំមានដីចំនួន3កន្លែងចង់ដាក់ជួរឬក៏លក់សម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់ចាប់អារម្មណ៍ចង់ជួរក៏ពួកខ្ញុំចង់ក៏ជួរហើយបើបងប្អូនទាំងអស់គ្នាចង់ទិញក៏ខ្ញុំលក់ដែរឲ្យតែត្រូវថ្លៃគ្នាហើយដីទាំងអស់ហ្នឹងគឺជាកម្មសិទ្ធិរបស់នាងខ្ញុំផ្ទាល់ហ្មងអត់មានគប់ជេអត់មានផ្សាយពាណិជ្ជកម្មឲ្យអ្នកណាទេហើយដីទាំងអស់ហ្នឹងគឺមានទីតាំងនៅផ្លូវជាតិលេខ7ខេត្តកំពង់ចាមតែម្ដងហើយដីទាំង3ទីតាំងហ្នឹងគឺមានទំហំធំហើយនៅជាប់នឹងថ្នល់ជាតិផ្លូវជាតិលេខ7ហ្នឹងហើយសិតតែជាកន្លែងដែលចំកន្លែងរកស៊ីទាំងអស់សម្រាប់ដីទី1ដែលបងប្អូនទាំងអស់គ្នាកំពុងតែបានឃើញនេះគឺវាមានទីតាំងនៅជាប់នឹងផ្សារទ្រើងដែលមានចម្ងាយប្រហែលពីទីរួមខេត្តកំពង់ចាមប្រហែល12 13គីឡូអីណាបងប្អូនបើនិយាយពីទំហំដីនេះវិញគឺមានទំហំក្បាលប្រហែលជា20ម៉ែត្រហើយជម្រៅចូលប្រហែលជាជាង100ម៉ែត្រទីតាំងជាប់នឹងផ្លូវជាតិលេខ7ផ្ទាល់ហើយនៅក្បែរផ្សារទ្រើងទៀតនិយាយពីទំហំដីនេះវិញគឺល្អខ្លាំងសម្រាប់បងប្អូនដែលគាត់ចង់រកស៊ីធ្វើជាការ៉ាស់ឡានឬក៏ធ្វើជាឃ្លាំងអីគឺល្អត្រូវប៉ាន់មែនតើសម្រាប់ដីមកកន្លែងនេះបងប្អូនទាំងអស់គ្នាចង់ជួលក៏បានឬក៏ចង់ទិញដាច់ក៏បានដែរស្រ័យតាមការពេញចិត្តនិងការចូលចិត្តរបស់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងតម្លៃឬក៏ចង់ដឹងពីព័ត៌មានបន្ថែមទៀតអាចឆាតចូល Page របស់ខ្ញុំផ្ទាល់ក៏បានដែរហើយសម្រាប់ដែលប្លង់ដីទី2នេះគឺគោដាក់ជួលឬក៏លក់ដែរតាមតម្រូវការរបស់បងប្អូនដូចគ្នាចម្ងាយវាគឺអត់ឆ្ងាយពីចម្ងាយដីមិញហ្នឹងហ្មងទេប្រហែលជា500ម៉ែត្រពីគ្នាទេអញ្ចឹងវានៅក្នុងប្លុករបស់ផ្សារទ្រើងដូចគ្នាសម្រាប់ទីតាំងដីនេះក៏នៅជាប់នឹងផ្លូវជាតិលេខ7ដែរសម្រាប់ទំហំដីវិញធំជាងទី1បន្តិចគឺទំហំដីវាគឺដល់ទៅ30ម៉ែត្រជាងជម្រៅជាង80ម៉ែត្រអញ្ចឹងបងប្អូនដែលគាត់មានតម្រូវការចង់ធ្វើឃ្លាំងឬក៏ចង់ធ្វើអីចង់ជួលឬចង់ទិញអីអាចឆាតមក Page របស់នាងខ្ញុំបានខ្ញុំនឹងផ្ដល់ព័ត៌មានបន្ថែមហើយជាពិសេសគឺថាដែលនាងខ្ញុំណែនាំនេះគឺសិតតែជាតំបន់សេដ្ឋកិច្ចទាំងអស់ហើយដីទី2នេះគឺជាប់ជាមួយនឹងវិទ្យាល័យរបស់គ្រីស្ទៀនណាបងប្អូនទាំងអស់គ្នាអាចទៅមើលទៅទីតាំងផ្ទាល់ក៏បានក៏ឆាតសួរក៏បានដែរហើយចំណែកចុងក្រោយនេះគឺជាប្លង់ដីទី3ដែលមានទំហំតូចជាងទី1ទី2ទំហំក្បាលប្រហែល10ម៉ែត្របណ្ដោយប្រហែលជា30ម៉ែត្រជាងពីចំណីផ្លូវទៅអាចចូលដល់50ម៉ែត្រជាងដែរដីមកកន្លែងចុងក្រោយនេះគឺទីតាំងល្អមែនតែនគឺវានៅចន្លោះពីវិទ្យាល័យជួនណាតនិងចន្លោះពីរមណីយដ្ឋានភ្នំសីភ្នំផុសដីមកកន្លែងនេះបងប្អូនអាចបើកជាកន្លែងលក់អាហារដ្ឋានឬមួយក៏កន្លែងតូបកាហ្វេឬមួយក៏ធ្វើជាកន្លែងលក់ក្រាក់សាំងអីក៏ត្រូវដែរព្រោះថាជុំវិញនេះគឺសិតតែជាកន្លែងដែលប្រកបអាជីវកម្មបានបងប្អូនទាំងអស់គ្នាចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាដីទាំង3ទីតាំងនេះសិតតែនៅជាប់នឹងផ្លូវជាតិលេខ7សិតជាតំបន់ដែលអាចឲ្យយើងប្រកបមុខរបររកស៊ីបានមិនថាមុខរបរទូចធំទេព្រោះវាសិតតែជានៅតំបន់សេដ្ឋកិច្ចសម្រាប់ដីចុងក្រោយនេះគឺនៅឆ្ងាយពីទីរួមខេត្តកំពង់ចាមប្រហែលតែ7 8គីឡូអីទេហើយវានៅចន្លោះវិទ្យាល័យជួនណាតនិងនៅចន្លោះរមណីយដ្ឋានភ្នំសីភ្នំផុសហើយបងប្អូនទាំងអស់គ្នាក៏អាចជួលឬក៏ទិញបានឬក៏យើងអាចនិយាយគ្នាបានសម្រាប់ដែលបងប្អូនដែលគាត់ចាប់អារម្មណ៍លើដីនេះហើយអត់មានកុំសងទាំងអស់ព្រោះអីពួកខ្ញុំគឺជាម្ចាស់ដីនៅកន្លែងនេះអូខេបាយ